ងដើមប៉ិនខ្លួនផ្លូវកំភួនដៃកំភួនជើងអីទេឲ្យតែដឹងពីរបៀបរបស់វាគឺកាត់ដោតដោះកាត់ដោតដោះខ្ញុំមានដើមការកណ្ដាស់ខ្នាតធំធំគោដូចភ្នំអញ្ចឹងម្ដងដែលខ្ញុំលីនេះគឺថាធ្ងន់មែនតើទៅតែកាត់ចេញពីដើមកាលពីម្សិលមិញថ្ងៃនេះខ្ញុំយកមកដាក់ផ្សាំទុកឲ្យហើយផាងដែលដាក់ដើមគឺខ្នាតធំខ្លាំងមាត់ចូល8ទឹកឯកម្ពស់វិញ7 1 ម៉ែត្របងប្អូនត្រូវប្រើដីដែលមានជីជាតិយកមកដាក់ផ្សាំហើយចំពោះគល់វាវិញបងប្អូនចង់ឈូសសម្បកចេញក៏បានអត់ក៏បានខ្ញុំចាក់មេជី100មីលីលីត្រចូលទឹក10លីត្រកូរឲ្យសព្វទុក5នាទីបន្ទាប់មកយកដើមពូជរបស់យើងដាក់ត្រាំចន្លោះពីកន្លះម៉ោងទៅ40នាទីទឹកមេជីជួយឲ្យដើមការកណ្ដាស់ឆាប់ដោះចាប់ឫសបានល្អឆាប់លាស់ត្រួយថ្មីដោះមកទាំងមានសុខភាពរឹងមាំដងដើមស្លឹកពណ៌សម្បុរអីគឺថាស្អាតបែបធម្មជាតិជាពិសេសគឺថាផ្កាចេញហោហែមិនចេះដាច់នេះជាទឹកមេជីធម្មជាតិមិនប៉ះពាល់សុខភាពទេអាចប្រើបានគ្រប់ដំណាំទាំងអស់មិនថាឈើហូបផ្លែបន្លែបង្ការឬក៏រុក្ខជាតិលម្អប្រទាលផ្កាយទេចាក់ដីចូលក្នុងផាងរួចហើយកាយរណ្ដៅឲ្យរាងជ្រៅបន្តិចដាក់ដើមការកណ្ដាស់យើងចូលកប់រួចហើយសង្កត់ដីឲ្យណែនមិនឲ្យអង្គើទេបងប្អូនអាចដាក់បង្គោលមួយហើយចងខ្សែដើម្បីឲ្យវាមានលំនឹងកន្លែងដែលរក្សាទុកត្រូវតែម្លប់មានខ្យល់ចេញចូលនិងពន្លឺគ្រប់គ្រាន់រីឯសំណើមវិញបងប្អូនត្រូវចេះមើលកុំឲ្យស្ងួតដីតនៅសោះតែក៏មិនត្រូវស្រោចទឹកឲ្យវាជោគជាំខ្លាំងពេកដែរបងប្អូនត្រូវចេះមើលគឺថាសំណើមអាចយកត្រឹម 70% ទៅបានហើយរយៈពេលត្រឹមតែកន្លះខែនឹងមានត្រួយថ្មីលាស់ចេញមកខ្លះរីឯឫសវិញចាប់ពី1ខែឡើងទៅនឹងមានដុះមកហើយសិតតែដើមធំកាត់ត្រាំទឹកមេជីដោតដីតែដោះទាំងអស់ហើយមើលផ្កាស្អាតអត់ស្អាតទេហើយដើមធំណានេះញ៉ាំបាក់ចិត្តទៅណាដើមវាធំជាងដើមឡងប៉ិនកំភួនដែរហីមិនធំរាងគេស្អាតហើយចេញផ្កាគ្រប់មេឃផ្កានេះចាំបាត់ពីពណ៌អាមួយពណ៌រាងស្វាយមួយពណ៌រាងក្រហមស្អាតធំដល់មកនៅខាងនោះទៀតនោះធំខ្លាំងទៅតែកាត់ដោតទាំងអស់ឃើញទេបងប្អូនចាប់អារម្មណ៍ទឹកមេជីរុក្ខជាតិលម្អផ្កាប្រទាលឈើផ្លែឬចង់រៀបសួនទាំងក្នុងទាំងក្រៅសូមទាក់ទងមក Page ឬ Telegram ខ្ញុំមានសេវា25ខេត្តក្រុង